ចង់ក្រសាបស្ទូងអោអូនអីលើសំឡឹងយូទៅឃើញពេលល្អដូចតារីកសែនស្រស់សំផស្សដូចទេពកញ្ញាភ្នែកមុតភ្លុងចិន្តាថ្ងៃណាបានគៀកកាយច័ន្ទភ្លឺហើយនៅឡើយមិនស្មើអូនរស្មីស្រស់ស្រទន់ពួកគាត់មិនឈប់ឡើយចាប់ដើមនិពន្ធនៅឆ្នាំ1939ហើយសរសេរចប់បរិបូរណ៍នៅឆ្នាំ1941មារាដួងចិត្តបានត្រូវបោះពុម្ពផ្សាយជាលើកដំបូងបង្អស់នៅឆ្នាំ1972ប្រឡំលោកនេះជាស្នាដៃទី1របស់លោកនូហាចគឺមុនរឿងផ្កាស្រពោននិងរឿងនារីជាទីស្នេហាទៅទៀតប៉ុន្តែបានត្រូវបោះពុម្ពផ្សាយក្រោយគេបង្អស់ទៅវិញនៅក្នុងរយៈពេល26ឆ្នាំស្នាដៃនេះប្រហែលជាបានត្រូវអ្នកនិពន្ធកែសម្រួលខ្លះៗដែរដើម្បីតម្រូវចិត្តសាធារណជនព្រោះនៅក្នុងកថាមុខលោកបានគូសបញ្ជាក់ដូចនេះថាអ្នកអានយ៉ាងក្រាស់ក្រៅមាននារីជាភាគច្រើនបានបន្ទោសលោកថាចិត្តអាក្រក់ណាស់ដោយបណ្ដោយឲ្យនាងវិធាវីក្នុងរឿងផ្កាស្រពោនស្រាប់បាត់បង់អាយុទាំងក្មេងខ្ចីហើយស្គរត្រង់ផងលោកនោះហើយបានបញ្ជាក់បន្ថែមទៀតថាលោកសរសេររឿងថ្មីនេះក្នុងបំណងចង់រួបរៀងនៅការរិះគន់បែបនេះទៀតរឿងមារាដួងចិត្តនេះរបស់លោកនូហាចជារឿងរបស់សិស្សវិទ្យាល័យស៊ីសវ័តម្នាក់ឈ្មោះតិឃាវុធកាលចំនួនឆ្នាំ1939គឺនៅចំនួនរាជរួងមនីវង្សក្នុងសម័យអាណាព្យាបាលបារាំងប៉ុន្តែសាច់រឿងមានជាហូរហែរហូតដល់ឆ្នាំ1946នៅរាជរួងនរោត្តមសីហនុរួងនរោត្តមសីហនុដែលឡើងគ្រងរាជ្យនៅឆ្នាំ1941គឺជាសម័យមួយដែលបារាំងចុះទុនខ្សោយហើយដែលប្រទេសថៃធៀបយកអនុត្តរភាពជប៉ុននៅអាស៊ីបូព៌ាលើកទ័ពមកដណ្ដើមយកខេត្តខ្មែរចំនួន4គឺបាត់ដំបងសៀមរាបកំពង់ធំនិងស្ទឹងត្រែងប៉ុន្តែបានត្រូវកងទ័ពបារាំងរុញច្រានទៅវិញទោះជាយ៉ាងនេះក្តីក៏ជប៉ុនត្រួតត្រាស្រុកខ្មែររហូតដល់ពេលបារាំងរំដោះបានមកវិញនៅពេលដែលសង្គ្រាមលោកលើកទី2ឈានទៅរកទីបញ្ចប់នៅក្នុងរឿងមារាដួងចិត្តនេះតួអង្គតិឃាវុធចាប់ចិត្តស្នេហាទៅលើនារីថៃម្នាក់ឈ្មោះនាងច័ន្ទមនីគឺសេចក្តីស្នេហាមួយដែលចាប់ផ្ដើមកើតឡើងនៅក្នុងទូរទេះភ្លើងដែលបើកបរពីខេត្តបាត់ដំបងទៅទីក្រុងភ្នំពេញសេចក្តីស្នេហាឥតមានស្គាល់ពូជសាសន៍វណ្ណៈនិងសត្រូវនយោបាយអ្វីទាំងអស់ប៉ុន្តែក្រោយមកនៅពេលដែលតិឃាវុធធ្វើជានិមឺននៅខេត្តពោធិ៍សាត់គេបានដឹងថាឪពុកនាងច័ន្ទមនីជាចាស់បរោះថៃដោយនៅក្នុងខេត្តនោះតិឃាវុធមិនព្រមចូលដៃខុបខិតក្នុងអំពើពុករលួយក្បត់ជាតិហើយដោយស្មារតីស្នេហាជាតិមាតុភូមិតិឃាវុធក៏ដាច់ចិត្តទៅចូលបម្រើក្នុងជួរកងទ័ពតែម្ដងទៅនៅពេលនោះនាងច័ន្ទមនីបានត្រឡប់ទៅបាងកកវិញដែរនាងហើយគឺជាមុនណានឹករត់វេរតែគួរស្នេហ៍គ្មានពេលភ្លេចចិត្តបំណងបងได้ជាប់ជានិច្ចទុនទេគ្មានភ្លេចចាំតែរូបស្រីបងបដិញ្ញា
នៅពេលប្រយុទ្ធរុញច្រានកងទ័ពថៃចេញពីស្រុកខ្មែរតិឃាវុធត្រូវរបួសជាទម្ងន់ប៉ុន្តែបានត្រូវនាងច័ន្ទមនីយកទៅព្យាបាលនៅទីក្រុងបាងកកនាងច័ន្ទមនីដែលនៅពេលនោះបានក្លាយទៅជាគិរានុបដ្ឋាយិកានៅពេលក្រោយសង្គ្រាមបន្ទាប់ពីបានជាសះស្បើយតិឃាវុធធ្វើត្រឡប់មកស្រុកវិញប៉ុន្តែមិនព្រមរួមរស់ជាមួយនាងច័ន្ទមនីទេដរាបណាខេត្តបាត់ដំបងមិនធ្វើត្រឡប់មកជាខេត្តខ្មែរវិញនៅពេលធ្វើជាចៅហ្វាយស្រុកថ្មពួកទោះជាគេបានដឹងវិញថាឪពុកនាងច័ន្ទមនីមិនមែនជាចៅបរោះសៀមក្តីក៏តិឃាវុធនៅតែពុំព្រមដដែលនៅថ្ងៃ9ឧសភាឆ្នាំ1945នៅពេលដែលជប៉ុនប្រកាសប្រទេសកម្ពុជាថាជារដ្ឋឯករាជ្យតិឃាវុធបានជួបនាងច័ន្ទមនីនៅអង្គរនៅពេលនោះដែលតិឃាវុធបានទទួលមុខតំណែងជាผู้ជួយខេត្តទី2នៃខេត្តបាត់ដំបងគេក៏បានសម្រេចចិត្តរៀបការជាមួយនាងច័ន្ទមនីតួអង្គតិឃាវុធជាតួអង្គយុវជនអ្នកចេះដឹងម្នាក់នាសម័យនោះគឺជាបរិសម្នាក់ដែលមានអិរិយាបថសភាពទន់ភ្លន់ក្នុងទំនាក់ទំនងជាមួយអ្នកដទៃជាពិសេសជាមួយនារីនៅសម័យនោះគឺជាអិរិយាបថមួយបែបដ៏គួរជាទីស្រឡាញ់របស់នារីប៉ុន្តែតិឃាវុធក៏ជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ដែរទោះជាច្បាស់លាស់យ៉ាងណាក៏ដោយក៏គេចេះធ្វើការបែងចែករវាងមនុស្សនិងនយោបាយដែរគឺមិនមានគំនិតបាតណាបាតណីអ្វីទេព្រោះគឺគំនិតជាតិនិយមស្នេហាជាតិមាតុភូមិមួយដ៏ថ្លៃថ្នូរដរាបណាគ្មានរឿងនយោបាយចូលរាយរំទេនោះស្នេហានៅតែជាស្នេហាដដែលដោយយើងដឹងរួចមកហើយនៅក្នុងលោកយើងនេះពួកអ្នកនយោបាយអនុត្តរភាពតែងតែបង្កើតរឿងមិនចេះចប់ជាហេតុធ្វើឲ្យប្រជាជននីមួយៗទាស់តែងគ្នាឥតថ្ងៃចប់រហូតដល់បាក់បែកគ្រួសារពូគឺកាត់ផ្ដាច់សាមគ្គីភាពរវាងមនុស្សនិងមនុស្សរវាងប្រទេសនិងប្រទេសរឿងទាំងអស់នោះអាចចប់ទៅបានទាល់តែប្រជាជនក្លាយទៅជាម្ចាស់អំណាចពិតប្រាកដសូមរំលឹកឡើងវិញថាលោកនូហាជាអ្នកប្រជាធិបតេយ្យមួយរូបដែលធ្លាប់បានធ្វើជាលេខាផ្ទាល់របស់អ្នកអង្គម្ចាស់ស៊ីសុវត្ថិយុតិវង្សអ្នកអង្គម្ចាស់ស៊ីសុវត្ថិយុតិវង្សដែលជាអ្នកដឹកនាំគណៈបកប្រជាធិបតេយ្យខ្មែរដ៏ល្បីល្បាញបំណងបងនៅជាប់ជានិច្ចទុនពេញគ្មានភ្លេចចាំតែរូបស្រីបងបដិញ្ញាប្រាថ្នាតែអូនមួយអូនអើយអូនគុំព្រួយណាចរណៃស្លាប់